បើគាំងគីឡូត្រូវធ្វើម៉េចវីដេអូនេះគឺចែកម្លែកសម្រាប់អ្នកដែលគាត់តមអាហារគ្រប់គ្រងការញ៉ាំជាប់គ្នាក្នុងរយៈពេលយូរហើយចាប់ផ្ដើមគាំងគីឡូធ្វើម៉េចក៏លែងស្រកទៀតជំរឿរបស់មនុស្សភាគច្រើននៅពេលដែលគាត់ចាប់ផ្ដើមគាំងគីឡូគឺគាត់ចាប់ផ្ដើមកាត់បន្ថយអាហារញ៉ាំមិនតិចជាងមុនពេលដែលអ្នកទាំងអស់គ្នាមានការគ្រប់គ្រងអាហារយើងញ៉ាំបរិមាណអាហារដែលស្មើដើមជាប់គ្នាក្នុងរយៈពេលយូរគឺរាងកាយយើងវាចាប់ផ្ដើមចាំនៅបរិមាណអាហារដែលយើងញ៉ាំអញ្ចឹងហើយការដុតខ្លាញ់របស់យើងគឺនឹងចុះទាបឲ្យស្មើនឹងការញ៉ាំរបស់យើងបើសិនជាអ្នកទាំងអស់គ្នារឹតតែញ៉ាំតិចជាងមុនទៀតការដុតខ្លាញ់យើងគឺនឹងចុះទាបទៅតាមហ្នឹងហើយអាហ្នឹងក៏ជាមូលហេតុមួយនឹងធ្វើឲ្យអ្នកទាំងអស់គ្នារឹតតែគាំងគីឡូទៅពេលដែលអ្នកទាំងអស់គ្នាត្រឡប់មកញ៉ាំដូចដើមវិញគឺងាយនៅក្នុងការឡើងគីឡូខ្លាំងមែនតើអញ្ចឹងអ្នកទាំងអស់គ្នាឈប់នៅក្នុងការប្រអប់អាហារទៀតទៅអ្វីដែលយើងត្រូវធ្វើនៅពេលដែលយើងចាប់ផ្ដើមគាំងគីឡូគឺការដែលយើងត្រូវញ៉ាំបរិមាណអាហារឲ្យបានច្រើនជាងមុនហើយជ្រើសរើសញ៉ាំអាហារឲ្យវាមានគុណភាពមិនថាញ៉ាំច្រើនជាងមុនលេងឲ្យញ៉ាំអីក៏បានឡើងគីឡូឡើងខ្លាញ់មកវិញឲ្យយើងព្យាយាមទាំងប៉ុន្មានហ្នឹងគឺបាត់បង់អស់វិធីការបន្ថែមអាហារគឺឲ្យអ្នកទាំងអស់គ្នាបន្ថែមក្នុងមួយសប្តាហ៍ហ្នឹងគឺត្រឹម10%អីបានហើយមិនថានៅសុកយើងបន្ថែមអាហារញ៉ាំយកច្រើនតែម្ដងអាហ្នឹងក៏អត់កើតដែរអញ្ចឹងហើយគឺឲ្យយើងញ៉ាំអាហារដែលវាមានគុណភាពដូចដើមគ្រាន់តែថាបរិមាណដែលយើងញ៉ាំហ្នឹងគឺច្រើនជាងមុនតែបន្ថែមនៅក្នុងមួយសប្តាហ៍ប្រហែលជាខ្ទង់10%ឯបានហើយយើងបន្ថែមមួយសប្តាហ៍បន្តិចរហូតដល់រាងកាយយើងចាប់ផ្ដើមមានកម្លាំងមកវិញយើងមានអារម្មណ៍ថាស្រស់ថ្លាហើយគីឡូរបស់យើងអាចនឹងរៀងឡើងមកវិញតិចតួចអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមគ្រប់គ្រងអាហារត្រឡប់មកវិញបានប៉ុន្តែនៅពេលដែលយើងគ្រប់គ្រងអាហារហ្នឹងគឺអ្នកទាំងអស់គ្នាសំខាន់ត្រូវផ្ដោតទៅលើសារជាតិអាហារដែលយើងបានទទួលផងដែរព្យាយាមញ៉ាំអាហារឲ្យបានគ្រប់ទាំង5ក្រុមកុំប្រអប់អាហារខ្លាំងពេកនៅពេលដែលអ្នកទាំងអស់គ្នាប្រអប់អាហារខ្លាំងពេកវានឹងធ្វើឲ្យអ្នកទាំងអស់គ្នាវិលត្រឡប់ទៅចំណុចដើមវិញគឺស្រកបានបន្តិចហើយគាំងគីឡូមកវិញកុំញ៉ាំអាហារតែខ្លាំងពេកសុខចិត្តថាឲ្យវាស្រកយឺតទៅម្ដងតិចតែឲ្យស្រកបានយូរអង្វែងគឺល្អដល់រាងកាយរបស់យើងជាងតិចនិចងាយប៉ុណ្ណឹងអ្នកទាំងគ្នាអាចសាកល្បងយកទៅធ្វើមើលបានហើយសម្រាប់អ្នកដែលគាត់ចង់ស្រកប៉ុន្តែអត់មានពេលនៅក្នុងការធ្វើរបបអាហារគឺខ្ញុំមានជាអាហារូបត្ថម្ភជាជំនួយអញ្ចឹងអ្នកដែលគាត់ចាប់អារម្មណ៍អាច comment ពាក្យថាចាប់អារម្មណ៍នៅខាងក្រោមវីដេអូនេះបានចាំខ្ញុំផ្ដល់ព័ត៌មានលម្អិតជូន